សូមស្វាគមន៍មកកាន់ podcast របស់យើងថ្ងៃនេះយើងនឹងនាំអារម្មណ៍លោកអ្នកទៅកាន់សម័យកាលដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រចិនគឺសម័យសាមកុកនៅក្នុងសម័យកាលនោះមានមេដឹកនាំដ៏ឆ្នើមពីររូបដែលតែងតែត្រូវបានគេលើកយកមកប្រៀបធៀបគ្នាគឺលីវប៉ៃស្ថាបនិកនគរស៊ូហាននិងឆាវឆាវមេដឹកនាំនគរវេយតើអ្វីទៅជាភាពខុសគ្នានិងភាពស្រដៀងគ្នានៃទស្សនវិជ្ជាដឹកនាំរបស់ពួកគាត់តើអ្នកណាជាអ្នកដឹកនាំដ៏ពូកែជាងគេសូមស្ដាប់ការវិភាគដ៏លម្អិតទាំងអស់គ្នាចំណុចសំខាន់បំផុតដែលបែងចែកលីវប៉ៃនិងឆាវឆាវគឺទស្សនវិជ្ជានៃការដឹកនាំរបស់ពួកគាត់លីវប៉ៃត្រូវបានគេស្គាល់ថាជាមេដឹកនាំដ៏ពូកែមួយដែលផ្ដោតទៅលើមេត្តាធម៌និងគុណធម៌គាត់ជឿជាក់លើការឈ្នះចិត្តមនុស្សដោយភាពស្មោះត្រង់ការផ្ដល់តម្លៃដល់ជីវិតមនុស្សនិងការការពារពីប្រជាពលរដ្ឋឧទាហរណ៍ដ៏ល្បីមួយគឺនៅពេលដែលគាត់សុកចិត្តនាំប្រជារាស្ត្ររាប់ម៉ឺននាក់រត់ភៀសខ្លួនពីទីក្រុងស៊ីនយ៉ាងបើទោះបីជាធ្វើឲ្យគាត់បាត់បង់ឱកាសយុទ្ធក៏ដោយគាត់បានកសាងកងទ័ពនិងនគររបស់គាត់ដោយផ្អែកលើទំនុកចិត្តនិងភាពស្មោះត្រង់ពីអ្នកតាមដានរបស់គាត់ផ្ទុយទៅវិញចំណុចឯឆាឆាវគឺជាមេដឹកនាំដែលផ្ដោតទៅលើសមត្ថភាពនិយមគាត់មិនខ្វល់ពីឋានៈឬសិលធម៌របស់បុគ្គលនោះទេឲ្យតែមានសមត្ថភាពពិតប្រាកដគាត់នឹងប្រើប្រាស់គាត់មានទស្សនវិជ្ជាដ៏ល្បីល្បាញមួយថាខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកតែមិនឲ្យមនុស្សក្នុងលោកក្បត់នឹងខ្ញុំទេគាត់បានកសាងអំណាចរបស់គាត់ដោយប្រើប្រាស់យុទ្ធសាស្ត្រដ៏ប៉ិនប្រសប់និងការសម្រេចចិត្តដ៏មោះមុតបើទោះបីជួនកាលកលៈទេសៈទាមទារឲ្យគាត់ធ្វើសកម្មភាពខុសៗក៏ដោយភាពខុសគ្នារវាងទស្សនវិជ្ជានេះក៏បានឆ្លុះបញ្ចាំងតាមរយៈរបៀបដែលពួកគេប្រើប្រាស់មនុស្សផងដែរលីវប៉ៃពូកែខាងឈ្នះចិត្តមនុស្សគាត់បានចំណាយពេលទៅអញ្ជើញជូកលៀងទៅដល់ខ្ទមចំនួន3ដងដែលបង្ហាញពីការគោរពនិងការតាំងចិត្តរបស់គាត់ក្នុងការទទួលយកជំនួយថ្មីជូកលៀងដែលជាអ្នកមានទេពកោសល្យមនុស្សដែលនៅជាមួយគាត់គឺនៅដោយសារក្តីស្រឡាញ់និងភាពស្មោះត្រង់ដែលពួកគេមានចំពោះគាត់មានភាពអត់ធ្មត់ខ្ពស់ចេះដាក់ខ្លួននិងមានភាពទន់ភ្លន់គាត់ច្រើនតែប្រើទឹកភ្នែកឬមនោចេតនាដើម្បីដោះស្រាយបញ្ហានិងទាក់ទាញការគាំទ្រចំណែកឯឆាវឆាវវិញគាត់ពូកែខាងស្វែងរកមនុស្សពូកែគាត់បានចេញប្រកាសស្វែងរកអ្នកមានសមត្ថភាពដោយមិនប្រកាន់វណ្ណៈឬប្រវត្តិរូបមនុស្សដែលនៅជាមួយគាត់គឺនៅដោយសារការកោតសរសើរចំពោះសមត្ថភាពនិងរង្វាន់ដែលពួកគាត់ទទួលបានឆាវឆាវមានភាពវៃឆ្លាតឆាប់រហ័សម៉ឺងម៉ាត់និងមានមហិច្ឆតាខ្ពស់គាត់ជាអ្នកយុទ្ធសាស្ត្រយោធាដ៏ឆ្នើមនិងជាកវីម្នាក់ផងដែរចុងក្រោយយើងមកមើលសមិទ្ធផលរបស់ពួកគាត់ទាំងពីរលីវប៉ៃចាប់ផ្ដើមពីបាត់ដៃទទេជាអ្នកលក់ស្បែកជើងចម្បាំងរហូតអាចបង្កើតបាននគរស៊ូហានដែលជាផ្នែកមួយនៃនគរទាំង3គាត់បានបង្ហាញថាការដឹកនាំដោយមេត្តាធម៌និងការឈ្នះចិត្តមនុស្សអាចកសាងអំណាចដ៏រឹងមាំបានបើទោះបីជាធនធានតិចតួចក៏ដោយចៅចៅបានបង្កើតនគរវេយដែលមានទឹកដីធំជាងគេនិងរឹងមាំជាងគេនៅក្នុងចំណោមនគរទាំង3គាត់បានបង្ហាញពីសារៈសំខាន់នៃយុទ្ធសាស្ត្រយោធាដ៏ប៉ិនប្រសប់និងការរៀបចំរដ្ឋបាលដ៏តឹងរ៉ឹងនិងការប្រើប្រាស់សមត្ថភាពបុគ្គលឲ្យអស់ពីលទ្ធភាពមេរៀនសម្រាប់យើងទាំងអស់គ្នាលីវប៉ៃបានបង្រៀនយើងថាការកសាងទំនាក់ទំនងនិងការឈ្នះចិត្តមនុស្សគឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតចំណែកឯឆាវឆាវបង្រៀនយើងថាសមត្ថភាពនិងប្រសិទ្ធភាពគឺជាគន្លឹះក្នុងការសម្រេចគោលដៅដ៏ធំសេចក្តីសន្និដ្ឋាននៅក្នុង podcast នេះសរុបមកលីវប៉ៃនិងឆាវឆាវគឺជាមេដឹកនាំពីររូបដែលមានទស្សនវិជ្ជានិងវិធីសាស្ត្រខុសគ្នាស្រឡះប៉ុន្តែសុទ្ធតែបានបន្សល់ទុកនូវកេរដំណែលដ៏ធំធេងនៅក្នុងប្រវត្តិសាស្ត្រចិនការប្រៀបធៀបពួកគេជួយយើងយល់កាន់តែច្បាស់អំពីភាពស្មុគស្មាញនៃភាពជាអ្នកដឹកនាំនិងមេរៀនដ៏មានតម្លៃដែលយើងអាចទាញយកមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃបានសង្ឃឹមថាការវិភាគនេះបានផ្ដល់នូវចំណេះដឹងនិងការបំផុសគំនិតដល់លោកអ្នកសូមអរគុណសម្រាប់ការតាមដានស្ដាប់កម្មវិធី podcast របស់យើងនឹងជួបគ្នានៅវគ្គក្រោយជាមួយនឹងប្រធានបទថ្មីៗទៀតសូមអរគុណនិងសូមជម្រាបលា